Bon, rồi viếng ca hộp stock ដែលប្រើกระดาษហើយបិចដូចជំនាន់មុនណាហើយនឹងឥឡូវជាមួយនឹងការហូប stock ដែលប្រើ app ហើយជាមួយនឹង software តើវាខុសគ្នាមិនដែរបងអូអូនបើនិយាយពីសម័យឥឡូវសម័យ2025នេះគឺ technology ហ្នឹងគឺវាទំនើបមែនតើនិយាយតាមត្រង់ហ្មងបើសិនជាយើងទៅប្រទេសដែលគេជឿនលឿនគឺគេឡើងប្រើហើយការយើងកត់ដៃឲ្យរក stock ហ្នឹងណាដោយសារតែពេលដែលយើងប្រើ app software ទៅរក stock ហើយមកប្រៀបធៀបជាមួយនឹងយើងកត់ដៃទៅសេមុខតំណែងហ្នឹងហើយរាប់ចំនួនមួយហ្នឹងគឺវាខុសគ្នាច្រើនមែនតើអាហ្នឹងហាក់បីដូចមួយជាកង់មួយជាឡានអញ្ចឹងវាខុសគ្នាអញ្ចឹងដោយសារតែខុសតាំងពីពេលវេលាតាំងពីអីអញ្ចឹងទៅឥឡូវខ្ញុំសូមបកស្រាយមួយតាក់ទងជាមួយនឹងពេលដែលយើងប្រើ app ចំណុចសំខាន់ចំណុចល្អរបស់ទៅពេលដែលយើងប្រើ app ហ្នឹងគឺវាមានច្រើនប៉ុន្តែឥឡូវខ្ញុំអាចចូល app ហើយខ្ញុំជំរាបមួយករណីសិនក្នុងករណីពេលដែលយើងប្រើ app ហប់ stock គឺរបស់គេគឺមានជា file មកហ្មងមានន័យថាពេលដែលយើង create ថាយើងរាប់ count នៅក្នុងថ្ងៃណាគឺគេមានទឹកកត់ត្រានៅកិនន័យថាតើនៅកន្លែងនេះតើបុគ្គលណាបុគ្គលិកមួយណាជាអ្នករាប់ឃើញអត់ពេលខ្លះយើងកត់ក្តារយើងផ្លេចសេថារាប់ដោយអ្នកណាហើយនឹងទី1ទី2ទីតាំង location បើសិនជាក្នុងករណីខ្នាតក្រុមហ៊ុនគាត់មានច្រើនឃ្លាំងមិនមែនមានតែមួយទេឧទាហរណ៍ថាមាន10ខណ្ឌឬក៏25ខេត្តក្រុងអញ្ចឹងពេលដែលយើងរាប់គឺយើង select location មកគឺមើលនៅលើ form នោះគឺយើងដឹងថាគាត់រាប់ហ្នឹងនៅឃ្លាំងនៅទីតាំងភ្នំពេញឬក៏នៅខេត្តតមកទៀតមានថ្ងៃនិងមានម៉ោងច្បាស់លាស់ត្រឹមត្រូវអញ្ចឹងណាបាទបន្ទាប់មកក្រៅពីហ្នឹងទៅគឺពេលដែលយើង save នៅក្នុងឯកសារពេលដែលយើងបានរាប់ stock នឹងហើយគឺវានឹងចេញលេខគេហៅថា transaction ID ដូចយើង transfer លុយធនាគារអញ្ចឹងពេលយើង transfer ម្ដងយើង drop transaction ID ម្ដងអញ្ចឹងពេលបុគ្គលិកឃ្លាំងគាត់រាប់ stock ម្ដងគឺវាចេញនៅលេខ transaction ដូចគ្នាហើយលេខហ្នឹងវាចេះបាត់ទេបើសិនជាក្នុងករណីថាបងប្អូនប្រើ software ERP របស់យើងហ្នឹងតាំងពីឆ្នាំមុនឬក៏3ឆ្នាំមុនយើងទៅរាប់ stock សួរថាឥឡូវយើងឆែកទៅយើងចង់ឆែកទៅណី3ខែមុនពេលដែលយើងរាប់ហ្នឹងតែចំនួនហ្នឹងហ្មងគឺយើងអាចឆែកបានភ្លាមៗហ្មងវាខុសពីกระดาษសភៅដែលយើងសរសេរហើយយើងយកទៅដាក់ chrono ទៀតទុកត្រឹមត្រូវពេលយើងចង់ដឹងតើដើរទៅមើល chrono សិនចុះបើសិនជាក្នុងករណីថាមានក្រុមហ៊ុនច្រើនឬមានឃ្លាំងច្រើនយើងមិនទៅយកกระดาษហ្នឹងនេះបានមែនទេយើងគ្រាន់តែបើក app មកយើង search ថ្ងៃខែដែលយើងរាប់មកគឺយើងចាញ់ហើយថាថ្ងៃនេះគាត់រាប់ហ្នឹងឃើញចំនួនប៉ុន្មានអីមែនហើយអ្នកណាអ្នករាប់កន្លែងចំណុចហ្នឹងគឺសំខាន់ដោយសារនេះយើង keep record បានរហូតចំណុចទី2ក្នុងករណីពេលដែលយើងប្រើ app ទៅរាប់ពេលដែលយើងប្រើ app ទៅរាប់ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើការរាប់នេះមួយចុះអញ្ចឹងយើងមាន information ច្បាស់លាស់តែលេខ transaction ថ្ងៃ location ឈ្មោះបន្ទាប់មកយើង remark នៅកន្លែងនេះទៀតអញ្ចឹង remark ក្នុងករណីគាត់អាច remark បានយើងចង់ remark អីដូចយើងនៅលើបេសភៅយ៉ាងថាឥឡូវការរាប់នេះគឺយើងរាប់ជា team មានផ្នែកណាចូលរួមហ្នឹងទៅឬក៏មានបុគ្គលណាមានមេឃ្លាំងមានកូនឃ្លាំងមានខាងផ្នែក sales គេចូលរួមដែរអញ្ចឹងយើងអាច remark នៅក្នុងនេះបានអ្វីដែលយើង remark ទាំងអស់ហ្នឹងឬក៏ព័ត៌មានទាំងអស់ហ្នឹងគឺវា store ទៅក្នុង AME software របស់យើងពេលដែលមេគេបើកមកឬក៏ពេលដែលផ្នែកដែលពាក់ព័ន្ធគេបើកមកគឺយើងឃើញតំណែងទាំងអស់ហ្មងឯកសារគឺ database តែមួយអញ្ចឹងយើងអាចឆែកឃើញទាំងអស់តមកទៀតចំណុចដែលសំខាន់មួយទៀតគឺតាក់ទងនឹង product ជាទូទៅបងប្អូនសាកស្វែងមើលថាពេលដែលយើងលក់អវ៉ាន់ប្រភេទមុខតំណែងយើងមិនអាចមានតែ10មុខឬ20មុខទេពេលខ្លះបងប្អូនខ្លះដូចបណ្ណាគារឬក្រុមហ៊ុនខ្លះមានដល់រាប់ពាន់រាប់ម៉ឺនមុខតំណែងចាំបើសិនជាបងប្អូនចង់រាប់ stock ម្ដងបងប្អូនត្រូវការប្រហែលថ្ងៃនៅក្នុងការសរសេរមុខតំណែងហោះឥឡូវសភៅនេះអំពូលនេះគាត់អំពូលមួយមុខមិនដឹងមានប្រហែលប្រភេទប៉ុន្តែបើយើងប្រើ system គឺវា generate មកវាមាន item នៅក្នុងហ្នឹងឲ្យយើងមើលហ្មងអ្វីដែលយើងអ្នករាប់ត្រូវធ្វើគឺគាត់គ្រាន់តែចូលទៅក្នុងហ្នឹងហើយគាត់ scan barcode ចាប់យកមុខតំណែងមករាប់ជាក់ស្ដែងមកហ្មងភ្លាមតែបើសិនជាក្នុងករណីយើងសរសេរយើងត្រូវកត់ឥឡូវនេះឧទាហរណ៍ម៉ូតូម៉ាកនេះមានចំនួនប៉ុណ្ណេះម៉ាកនេះមានចំនួនប៉ុណ្ណេះហ្មងយើងសរសេរអស់ហ្នឹងគេរាប់ហើយគេទៅហូបបាយទៀតហើយយើងនៅតែអង្គុយកត់អាហ្នឹងឡើយអូខេតោះមកចំណុចទី3ចំណុចសំខាន់ដែរជាទូទៅធម្មតាយើងអត់មាន space ឃ្លាំងណាដែលថាវាច្រើនហើយយើងអាចទង្រៀបដូចថាអវ៉ាន់ A យើងដាក់អវ៉ាន់ A ទាំងអស់អវ៉ាន់ B យើងដាក់អវ៉ាន់ B ទាំងអស់យើងព្យាយាមឯងខាង inventory ខាងអ្នកកាន់ stock គឺព្យាយាមថាដាក់តាម location ដូចថាមានប្លង់ A ប្លង់ B ប្លង់ C ចឹងទៅអញ្ចឹងអវ៉ាន់ A ដាក់តាមប្លង់ A អវ៉ាន់ B ដាក់តាមប្លង់ B ប៉ុន្តែខ្ញុំចង់សុំសួរវិញថាពេលដែលយើងកាន់ stock ជាក់ស្ដែងតែយើងអាចប្រកាស 100% ធ្វើអញ្ចឹងបានអត់វាមានដែលយើងអាចធ្វើបានប៉ុន្តែជាទូទៅនៅពេលណាដែលយើងធ្វើហ្នឹងភាគច្រើនហ្មងគឺយើងអាចកំណត់បានតាមប្លង់ដែលយើង set ហ្នឹងទេដោយសារអីអវ៉ាន់ខ្លះលក់ចេញមុនអវ៉ាន់ខ្លះលក់ចេញក្រោយអវ៉ាន់ខ្លះឃ្លាំងហ្នឹងនិយាយថាប្លង់ A ហ្នឹងយើង stock បានតែ10អវ៉ាន់ទេតែដល់ពេលហើយខាងអ្នក purchase គាត់ purchase មកម្ដង30អវ៉ាន់អញ្ចឹងដាក់10អវ៉ាន់ពេញហើយគាត់នៅលើ20អវ៉ាន់ទៀតប៉ុន្តែប្លង់ B ប្លង់ C វាតនេអញ្ចឹងយើងគ្រាន់តែដាក់នៅក្នុងសិនមានករណីអញ្ចឹងនៅពេលដែលករណីអញ្ចឹងហើយអ្នកដែល hot stock ហ្នឹងគឺគាត់វល់ហ្មងបើសិនជាគាត់ប្រើដៃគឺគាត់ត្រូវទៅសេថា10បូក20បូក3មែនអត់អញ្ចឹង total យកមកត្រូវអង្គុយកណនីម្ដងទៀតជួនកាលឃ្លាំងយើងមាន3ជាន់អញ្ចឹងឥឡូវតំណែង A ប្រភេទ iPhone 1នៅជាន់ក្រោមមាន1ជាន់ទី2មាន3អីចឹងទៅអញ្ចឹងក្រោយយើងហប់ stock ហើយយើងត្រូវអង្គុយបូកលេខទៀតអញ្ចឹងវាឃើញថាស្មុគស្មាញមែនតើបដូរមកបើសិនជាបងប្អូនប្រើ app ទៅហប់ stock វិញអត់ចាំបាច់អង្គុយចាំថា item ហ្នឹងមានប៉ុន្មានទេតែហប់ជាក់ស្ដែងឧទាហរណ៍ថាទូនេះមួយទូប៉ាកាឈូកមួយខ្ញុំហប់ឥឡូវខ្ញុំហប់នៅ ground floor នេះចំកោះដីនេះមាន10អញ្ចឹងខ្ញុំបាយ10ពេលដែរខ្ញុំទៅជាន់ទី1ឃើញអវ៉ាន់ហ្នឹងដែរមុខតំណែងហ្នឹងដែរខ្ញុំហប់បន្ថែមទៀតឧទាហរណ៍ថាមាន5ទៀតអញ្ចឹងខ្ញុំចុចលើហ្នឹងមកបូក5ទៀតអញ្ចឹង system នឹងកណនីយើងឃើញ15អូតូម៉ាទិកហ្មង
bây giờ dân sale nó trong khỏi cứ việc ô tô máu ai thăm đại cứ việc xăm việc trâu kia chắc bóng bóng cho nên bây giờ lại nó cho nên chọn mình tên mà miền ở function mối tiết đại việc lo chuyện kê hay đại dân ở thời ca trăm bạn những sự nhập ép đại dân count stock đấy cứ việc merge tại lấy một tình đánh nằng trong tí ho thè lấy bóng ôn mơ thè là không ní tụm đánh ní muối chả tụm đánh ní muối là không ní miền lấy 7 chẳng tụm đánh muối lấy ní cứ lấy tranhពី system យើងមាន24ដើមអញ្ចឹងវាលោតមក29ហើយកដាលនេះគឺជាលេខដែលយើងអ្នកហប់ stock ហ្នឹងទៅចូលចាំមានថាវា compare គ្នាបើកន្លែងចុងក្រោយនេះ0គឺមានន័យថាអីគេមានន័យថា stock យើងហ្នឹងត្រឹមត្រូវហើយមានន័យថាអវ៉ាន់នៅក្នុង system មាន29គ្រាប់យើងហប់ទៅឃើញ29អញ្ចឹងភាពលំអៀងមកវាគឺ0ប៉ុន្តែក្នុងករណីមួយចំនួនទៀតពេលដែលគាត់ហប់ទៅឧទាហរណ៍ system ឃើញ10តែហប់ទៅតែ5ទេអញ្ចឹងនៅកន្លែងចុងនេះវាអត់ចេញ0ទៀតទេវានឹងចេញដក5ដោយសារអីគឺបាត់5អញ្ចឹង system គឺធ្វើការកណនាបងពេលដែលបងហប់ហ្នឹងគឺបានកណនាឲ្យថាតើតំណែងណាខ្លះវានឹងមានភាពលំអៀងមិនថាលើសមិនថាខ្វះទេអញ្ចឹងនៅកន្លែងហ្នឹងបងប្អូនអាចពេលដែលយើង sale ចប់ហើយបងប្អូនអាចចូលទៅក្នុង AME software របស់យើងនឹងមាន form មួយ generate មកថាតើតំណែងមួយឃ្លាំងហ្នឹងវាខុសតែតំណែងណាឧទាហរណ៍ថា1000មុខវាខុសតែ5មុខទេអញ្ចឹងវាអូតូកណនាយើងហើយយើងឆែកដឹងថាអាហ្នឹងវាខុស5មុខហ្នឹងខុសលើមុខតំណែងអីអញ្ចឹងឃើញថា sale ពេលមែនតើខុសពីយើងអង្គុយទៀងមួយអញ្ចឹងណាបាទហើយ5ដែលខុសហ្នឹងតើយើងត្រូវធ្វើម៉េច5ដែលខុសហ្នឹងគឺយើងត្រូវតែឆែកជាមួយនឹងអ្នកដែលចេញ stock កាត់ stock ឬក៏ price purchase ថាតើចំនួនរបស់គាត់ហ្នឹងហេតុអីបានខុសគាត់អាចទៅរកមើលសិនឬក៏យើងអាចចុងក្រោយបើយើងឆែកទៅឃើញកំហុសណាមួយយើងអាចធ្វើ inventory adjustment បានអូតូធ្វើនៅក្នុង system តែម្ដងអញ្ចឹងចំណុចដែលខ្ញុំជំរាបនេះគឺសិតតែចំណុចសំខាន់ខ្ញុំគិតថាអាចរៀង detail ប៉ុន្តែបងប្អូនអាចងាយស្រួលយល់ហើយបើសិនជាមានចង្អល់អីទៅលើ app សម្រាប់ការ hop stock ហ្នឹងគឺអាចតាក់ទងមកខាងយើងបានអរគុណច្រើន